មានរឿងមួយចំនួនដែលយើងដាច់ខាតត្រូវតែធ្វើដើម្បីថែរក្សារឿងអស់នេះបាទខ្ញុំគិតថាទីមួយយុទ្ធធម៌សង្គមមិនអាចបណ្ដោយឲ្យដូចមុនបានទៀតទេបាទអ្នកដែលមានអំណាចអ្នកដែលមានខ្សែអ្នកដែលមានលុយកាក់ធ្វើស្រេចតែចិត្តបាទបង្ហាញនៅរូបភាពអំណាចរូបភាពមានបានហ្នឹងឲ្យទាំងអស់គ្នាឃើញគ្រប់គ្នាបាទតាំងពីការកូនជុកចាក់ជិះឡានប៉និតបាទអ្នកមានអ្នកដែលធ្វើការដែលយើងហៅថាបម្រើរាជនោះបាទមែនតើទៅគឺថាគ្មានបម្រើរាជអីទេបាទគិតតែពីធ្វើខ្លួននឹងយ៉ាងប៉និតបាទនៅពេលដែលរាជលំបាកវេទនាហ្នឹងបាទហើយអង្គើគៀបសង្កត់បាទប្រើអំណាចប្រើទឹកលុយហ្នឹងมันអាចមានតទៅទៀតបានទេត្រូវតែធ្វើរឿងអ្វីមួយដើម្បីទប់ស្កាត់រឿងទាំងនេះយុទ្ធធម៌សង្គមបើពេលណាអត់មានទេបាទហើយវានៅនឹងមុខពេកបាទវានឹងនាំឲ្យមានការប្រឆាំងជាមិនខានជាពិសេសនៅក្នុងសភាពការដែលមានការរំខានដែលមានការយាយីដែលមានមហិច្ឆតាលាបទឹកដីរបស់យើងពីខាងក្រៅមកដូច្នេះហើយយើងបាននិយាយហើយបងប្អូនបាននិយាយហើយជាប្របានជួនយោបល់ហើយថាត្រូវតែធ្វើកំណែតម្រង់ស៊ីជម្រៅណាស់ខ្ញុំក៏ធ្លាប់បាននិយាយដែរនៅក្នុងរឿងនេះបាទដើម្បីធ្វើដូច្នេះបានគឺយើងមិនអាចមានអំពើពុករលួយទេវាមិនអស់ទេបាទតែអស់វាមិនអស់ទេប៉ុន្តែថយជាអតិបរមាមានប៉ុណ្ណឹងបានហើយបាទគ្រប់គ្រាន់ហើយបាទបន្ថយទៅហើយពួកយ៉ាងណាដើម្បីនឹងចែកចាយរឿងទាំងអស់ហ្នឹងគុកសម្បត្តិទាំងអស់ហ្នឹងជូនប្រជាពលរដ្ឋបម្រើប្រជាពលរដ្ឋដោយសុខចិត្តដោយស្មារតីដោយមានយុត្តិធម៌នៅក្នុងសង្គមអំពើពុករលួយនេះតែប្រយុទ្ធអត់បានប្រឆាំងអត់បានបាទធ្វើអីទៀតក៏អត់បានដែរបាទដល់ពេលហើយក្នុងទូរទស្សន៍ហើយមិនអាចទិញពេលវេលាបានតទៅទៀតទេបាទព្រោះគ្រោះថ្នាក់ពីថ្ងៃមកហ្នឹងមិនយំឆាប់នឹងមកម្ដងទៀតបាទហើយរឿងដែលយកលុយតាមរបៀបទុច្ចរិតមានបានតាមរបៀបទុច្ចរិតដូចជារឿង scam រឿងដេញអក្រិតកម្មអនឡាញគ្រប់ទីកន្លែងអាគារធំសិតដាក់មនុស្សបង្ខាំងដើម្បីធ្វើ scam អនឡាញបាត់ទៅឈប់ទៅបាទតែមិនឈប់បន្តិចទៀតពិភពលោកហ្នឹងចាប់ដើមឡើងហៅកម្ពុជាហើយហៅ Scambodia បាទខ្ញុំលើកពាក្យនេះជឿចាប់បាទមិនគួរស្រុកយើងខ្លាចទៅជាអញ្ចឹងប៉ុន្តែមិនអីទេបាទព្រោះប្រទេសទៀតក៏ដូចតែគ្នាដែរបាទមានចលនាសកលលោកដើម្បីនឹងប្រយុទ្ធប្រឆាំងនឹងដេញ scam អនឡាញនេះអក្រិតកម្មតាមអ៊ីនធឺណិតតាមអនឡាញនេះបាទប៉ុន្តែយើងអាចត្រឡប់ទៅដូចមុនបានទៀតទេច្បាស់លាស់ណាស់នៅក្នុងរឿងនេះដើម្បីឲ្យយើងធ្វើរឿងផ្សេងៗទៀតបានកំណែតម្រង់រដ្ឋបាលសាធារណៈនិយាយហើយនិយាយទៀតត្រូវតែធ្វើស៊ីជម្រៅឲ្យមានស្ថាប័នបដការជាមួយនឹងដៃគូសង្គមស៊ីវិលហើយនឹងអ្នករកស៊ីបាទច្បាស់លាស់នៅក្នុងរឿងហ្នឹងហើយមានប្រតិទិននៃសកម្មភាពនៅក្នុងផែនការហ្នឹងពីដំណាក់កាលមួយទៅដំណាក់កាលមួយឲ្យច្បាស់លាស់នៅក្នុងរឿងទាំងហ្នឹងបើសិនជាយើងចង់ធ្វើទំនើបពូជនីយកម្មនៃកងទ័ពរបស់យើងរឿងនឹងធំណាស់បាទព្រោះតែធ្វើរៀបចំឡើងវិញពីស្ថាប័នយោធាហ្នឹងបាទទាំងអស់ពីលើដល់ក្រោមដើម្បីជៀសវាងអយុត្តិធម៌ត្រូវតែរៀបចំសួងការពារជាតិអគ្គមេបញ្ជាការរៀបចំថ្នាលដែលខ្ញុំសប្បាយចិត្តណាស់ដោយសារឃើញសម្ដេចបវរធិបតីលោកចាប់ដើមរៀបចំរាជបណ្ឌិតសភាឲ្យមានរបៀបរៀបរយឡើងវិញប៉ុន្តែនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើបន្តទៅទៀតរឿងកាតព្វកិច្ចយោធាជិះអត់បានទេតែបើធ្វើមិនស្រួលវាអាចខ្លាយទៅជាគម្លាតរវាងកូនអ្នកមាននិងកូនអ្នកក្រកូនអ្នកក្រចេះតែធ្វើទាហានទៅជាប់កំណែនកាតព្វកិច្ចទាហានទៅកូនអ្នកមានពេញចក្រៅផ្លុតអស់ទៅបាទអយុត្តិធម៌សង្គមមើលឃើញនឹងផ្នែកយ៉ាប់ទៀតនៅក្នុងរឿងហ្នឹងហើយបើសិនជាយើងចង់ទិញនៅដាក់បដាយោធាដើម្បីការពារខ្លួនការពារពលរដ្ឋពីទឹកដីហើយបើយើងមិនកាត់នៅអំពើពុករលួយហើយបើសិនជាយើងមិនធ្វើកំណែតម្រង់រដ្ឋបាលសាធារណៈស៊ីជម្រៅទេយើងមិនអាចធ្វើបានទេយើងមិនអាចចេះតែខ្ចីលុយគេទៅពាក់លុយគេដើម្បីមកធ្វើទិញបដាយោធានឹងបានទេបាទវាមានកម្រិតខ្ញុំសប្បាយចិត្តណាស់ដោយសារបានឃើញថាសេដ្ឋកិច្ចរបស់យើងទាំងវិស័យទេសចរទាំងវិស័យសំណង់ទាំងវិស័យកាត់ដេរទាំងវិស័យកសិកម្មក៏ចាប់ដើមដែរបាទហើយវិស័យកសិឧស្សាហកម្មបាទវិស័យបច្ចេកវិទ្យាយើងចាប់ដើមធ្វើច្រើនបាទប៉ុន្តែនៅមានរឿងច្រើនទៀតណាដែលត្រូវធ្វើបាទដើម្បីធ្វើយ៉ាងណាឲ្យយើងអាចនឹងចំខ្លួនឯងបានគ្រប់ខ្លួនឯងបានខ្លួនខ្ញុំផ្ទាល់ខ្ញុំសូម